សូមបីតែនៅព្រៃច័ន្ទពេលដែលកើតរឿងភ្លាមនាយករដ្ឋមន្ត្រីបានទូរស័ព្ទមកសួរថាតើពុករឿងហ្នឹងគួរដោះស្រាយយ៉ាងម៉េចចុះកូនឯងដោះស្រាយយ៉ាងម៉េចថាឥឡូវអត់មានផ្ទុះយើងត្រូវតែនៅត្រង់ប៉ុណ្ណឹងថាត្រូវប្រសិនហើយអ្នកដតីគេថាយើងហ្នឹងគេបាញ់សម្លាប់ប្រជាជនហើយនៅស្ងៀមទៀតប៉ុន្តែឥឡូវខ្ញុំសុំសួរត្រឡប់ទៅវិញថាបើសិនជាយើងផ្ទុះអាវុធតើមនុស្សស្លាប់ត្រឹមម្នាក់នឹងរបួស3នាក់ហ្នឹងទេវាទៅលើសពីនោះថៃក៏ត្រូវស្លាប់អាចច្រើនហើយយើងក៏ស្លាប់ដល់ស៊ីសផុតនោះនិយាយគ្នាច្បាស់កន្លែងនោះយើងមិនមែនខ្លាចវាយទេក៏ប៉ុន្តែវាយទៅវាបានផលមកវិញស្អីបំផ្លាញកិច្ចព្រមព្រៀងច្បាស់បំផ្លាញសេចក្តីថ្លែងការណ៍សន្តិភាពតើវាគួរអ្នកដតីអ្នកឯងនិយាយបាននៅខាងក្រៅទៀតប៉ុន្តែសុំសួរថាពួកអ្នកឯងបានថ្កោលទោសអ្នកដែលបានបាញ់ប្រជាជនកម្ពុជាស្លាប់នឹងរអ៊ូសហើយនៅអញ្ចឹងទេត្រូវបញ្ជាក់អំពីចំណុចនេះឲ្យបានច្បាស់